សូមជម្រាបសួរលោកគ្រូខ្ញុំឈ្មោះកិនសុបញ្ញានៅក្នុងក្រុម IQ5 ហើយនៅក្នុងដែរខ្ញុំសូមធ្វើការបកស្រាយអំពីបច្ចេក midterm របស់យើងដែលបច្ចេក midterm របស់ក្រុមហ្នឹងធ្វើទៅលើ computer shop ដែលសមាជិករបស់ខ្ញុំមានសមាជិក5នាក់ហើយខ្ញុំ handle ទៅលើ shopping cart UI ឥឡូវខ្ញុំសូមធ្វើការបង្ហាញកូដរបស់ខ្ញុំហើយនេះគឺជាកូដរបស់ខ្ញុំហើយខ្ញុំសូមបញ្ចូលទៅលើចំណុចchat នេះគឺយើងបង្កើត chat គឺដើម្បីគ្រប់គ្រងការរក្សាទិន្នន័យបណ្ដោះអាសន្ននិងបទពិសោធន៍អ្នកប្រើប្រាស់និងប្រព័ន្ធសុវត្ថិភាពមុនពេលអតិថិជនរបស់យើងធ្វើការទូទាត់ប្រាក់អីចឹងទៅហើយសម្រាប់ blog extend layout app នេះគឺយើងសម្រាប់ blog extend layout app នេះគឺយើងប្រាប់ថាប្រព័ន្ធនេះត្រូវប្រើប្រាស់ layout រួមមួយដែលមានឈ្មោះថា layout app ហើយនៅក្នុងនោះមានដូចជា footer layout ដូចជា header footer CSS ជាដើមហើយសម្រាប់selection title card នេះគឺជាការកំណត់ចំណងជើងទៅឲ្យproject របស់យើងហើយសម្រាប់ចំណុចបន្តខ្ញុំសូមធ្វើការបញ្ចូលទៅលើចំណុចនេះសម្រាប់ if empty card item នេះគឺសម្រាប់យើងដាក់លក្ខខណ្ឌពិតប្រសិនបើក្នុងបន្ទាប់របស់យើងកន្ត្រកតំណែងរបស់យើងគ្មានតំណែងតតែសោះគឺយើងបោះmessage ទៅឲ្យអតិថិជនរបស់យើងហើយ message នោះលោតថា your card is empty ហើយយើងបង្ហាញប៊ូតុងទៅកាន់ទំព័រដើមដើម្បីទិញអីវ៉ាន់វិញហើយសម្រាប់blog L នេះគឺប្រសិនបើនៅក្នុងកន្ត្រករបស់យើងមានតំណែងវានឹងដំណើរការ blog L ដោយបង្កើតជាតារាង table មួយហើយនៅក្នុងនោះមានដូចជា item price quantity និង line total ជាដើមហើយសម្រាប់ blog forage card item នេះគឺយើងសម្រាប់ជាការលុបយកតំណែងនីមួយៗដែលមាននៅក្នុងកន្ត្រកមកបង្ហាញនៅក្នុងតារាងរបស់យើងហើយសម្រាប់ចំណុចនេះគឺយើងបង្ហាញឈ្មោះតំណែងជា link ដែលមានដែលយើងអាចចុចទៅមើលលម្អិតបានដែលមាន item នៅក្នុងនោះហើយសម្រាប់ហើយសម្រាប់កូដនេះផងដែរគឺយើងប្រើ number format គឺដើម្បីកែតម្រង់លេខឲ្យមានក្បៀកនិងចុច2ខ្ទង់ហើយសម្រាប់បន្តមកយើងមានប្រអប់បញ្ជូនលេខសម្រាប់បដូរចំនួនតំណែងដោយមានកំណត់ចំនួនទីបំផុតគឺត្រឹម1និងមានចំនួនច្រើនបំផុត ចំនួន stock ដែលមានហើយបន្តមកគឺយើងមានប៊ូតុន update សម្រាប់ទិន្នន័យទៅដល់ប្រើវិធីសាស្ត្រ post រួមទាំងយើងប្រើ SRC ដើម្បីការពារសុវត្ថិភាពហើយបន្តមកហើយសម្រាប់ចំណុចនេះផងដែរគឺបង្ហាញតម្លៃសរុបពីតម្លៃមួយគុណនឹងចំនួនមួយទៀតហើយយើងមានប៊ូតុនស
សម្រាប់លុបតំណែងដែលយើងបានអាចថាចុចលើអីយ៉ាងទៅគឺ remove ហើយសម្រាប់ចំណុចនេះគឺយើងបង្ហាញទៅលើតម្លៃសរុបរបស់ពន្ធហើយសម្រាប់ចំណុចនេះផងដែរគឺយើងបង្ហាញទៅលើតម្លៃរបស់តាក់ដែលមានតាក់ 8% ហើយសម្រាប់ចំណុចបន្ទាប់គឺបង្ហាញនៅតម្លៃសរុបដែលសម្រាប់តំណែងដែលយើងបានទិញហើយសម្រាប់ចំណុចចុងក្រោយគឺប៊ូតុន check out គឺយើងសម្រាប់នាំអ្នកប្រើប្រាស់ទៅកាន់ទំព័រទូទាត់ប្រាក់ហើយឥឡូវខ្ញុំសូមបង្ហាញទៅលើ product របស់យើងដែលនៅក្នុងនោះយើងមាន image ហើយនេះគឺជារូបដែលយើងបានប្រើប្រាស់បាទអរគុណគ្រូចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេគ្រូ